រំជើដីកម្រិត7កណ្ដាលសញ្ញា5 Richter វាយប្រហារភាគខាងជើងប្រទេសជប៉ុននិងប្រមានពីរលកយក្សស៊ូណាមីទីភ្នាក់ងារអូតូនិយមជប៉ុនបាននិយាយថាការរំជើដីដ៏ខ្លាំងមួយកម្រិត7កណ្ដាលសញ្ញា5 Richter បានវាយប្រហារភាគខាងជើងប្រទេសជប៉ុននៅរសៀលថ្ងៃច័ន្ទទី20ខែមេសាឆ្នាំ2026នេះដែលប្រមានអំពីរលកយក្សស៊ូណាមីកម្ពស់3ម៉ែត្រនៅក្នុងខេត្តអ៊ីវ៉ាតេ អូម៉ូរី និងហុកកៃដូទីភ្នាក់ងារនេះបាននិយាយថាការរំជើដីនេះបានកាត់ឡើងនៅវេលាម៉ោង 4:53 នាទីរសៀលម៉ោងក្នុងស្រុកនៅក្នុងដែនទឹកប៉ាស៊ីហ្វិកនៅភាគខាងជើងខេត្តអ៊ីវ៉ាតេនិងមានជម្រៅ10គីឡូម៉ែត្រការរំជើដីមានកម្លាំងគ្រប់គ្រាន់ដើម្បីអង្រួនអគារធំៗរហូតដល់ទីក្រុងតូក្យូដែលមានចម្ងាយរាប់រយគីឡូម៉ែត្រប្រតិបត្តិការរថភ្លើងល្បឿនលឿនតូហូគូស៊ីនកាន់សែនបាននិយាយថាសេវាកម្មត្រូវបានផ្អាករវាងស្ថានីយ៍តូក្យូនិងស្ថានីយ៍ស៊ីនអូម៉ូរីការរំជើដីនេះវាស់បានកម្រិត5លើមាត្រដ្ឋានរំជើដីរបស់ប្រទេសជប៉ុន7នៅក្នុងតំបន់ដែលរងគ្រោះខ្លាំងបំផុត